ប្រទេសរាប់សិបបានស្វែងរកមធ្យោបាយដើម្បីចាប់ផ្ដើមឡើងវិញនៅការដឹកជញ្ជូនថាមពលដ៏មានសារៈសំខាន់តាមច្រកសមុទ្រ Hormuz បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Donald Trump បានបដិញ្ញាបង្កើនការវាយប្រហារលើប្រទេសអ៊ីរ៉ង់ឲ្យកាន់តែខ្លាំងក្លាដែលជំរុញឲ្យតម្លៃប្រេងហក់ឡើងវិញដល់កម្រិតដែលបង្កឲ្យមានការខូចខាតលោក Trump បានមានប្រសាសន៍ថាប្រតិបត្តិការយោធានឹងត្រូវបានពង្រឹងបន្ថែមដោយមិនបានបញ្ជាក់ពីការកំណត់សម្រាប់ការបញ្ចប់អាទិភាពឡើយដែលកង្វះភាពច្បាស់លាស់នេះបានធ្វើឲ្យតម្លៃភាគហ៊ុនធ្លាក់ចុះបើយោងតាមសារព័ត៌មាន Reuters លោក Trump បាននិយាយថាសហរដ្ឋអាមេរិកនឹងសម្រេចបាននូវគោលដៅយោធារបស់ខ្លួនក្នុងពេលឆាប់ៗនេះប៉ុន្តែបានលើកឡើងថាសង្គ្រាមអាចនឹងរីកធំឡើងប្រសិនបើមេដឹកនាំអ៊ីរ៉ង់មិនព្រមចុះចាញ់តាមលក្ខខណ្ឌរបស់ទីក្រុង Washington ក្នុងអំឡុងពេលចរចាដោយការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលនិងប្រេងរបស់អ៊ីរ៉ង់អាចនឹងកើតមានឡើងលោកបានមានប្រសាសន៍ថាលោកអាចនឹងបញ្ចប់សង្គ្រាមដោយគ្មានកិច្ចព្រមព្រៀងហើយបានប្រាប់បណ្ដាប្រទេសដែលពឹងផ្អែកលើការដឹកជញ្ជូនប្រេងតាមច្រកសមុទ្រ Hormuz ដែលត្រូវបានបិទជិតដោយសារការវាយប្រហាររបស់អ៊ីរ៉ង់ឲ្យចេះចាត់ចែងយកដោយខ្លួនឯងទៅបណ្ដាប្រទេសនៅអឺរ៉ុបនិងរដ្ឋដទៃទៀតបានលើកឡើងថាពួកគេនឹងជួយការពារច្រកសមុទ្រនេះលុះត្រាតែមានបទឈប់បាញ់តែប៉ុណ្ណោះខណៈដែលសម្ពាធកំពុងកើតឡើងប្រមាណ40កំពុងស្វែងរកមធ្យោបាយដើម្បីស្ដារសេរីភាពនៃការធ្វើនាវាចរឡើងវិញនៅក្នុងកិច្ចពិភាក្សាតាមប្រព័ន្ធនិម្មិតកាលពីថ្ងៃទី2មេសាចក្រភពអង់គ្លេសបាននិយាយថាកិច្ចពិភាក្សាបានផ្ដោតលើឧបករណ៍ការទូតនិងសេដ្ឋកិច្ចបារាំងបានលើកឡើងថាដំណើរនេះនឹងមានច្រើនដំណាក់កាលហើយមិនអាចចាប់ផ្ដើមបានទេរហូតទាល់តែអាទិភាពបានស្ងប់ស្ងាត់ឬបញ្ចប់ទៅវិញនេះបើយោងតាមសារព័ត៌មាន Reuters ប្រធានាធិបតីបារាំងលោក Emmanuel Macron បានមានប្រសាសន៍ក្នុងអំឡុងពេលទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូងថាវាអាចធ្វើទៅបានលុះត្រាតែមានការពិគ្រោះយោបល់ជាមួយអ៊ីរ៉ង់ប៉ុណ្ណោះកងកម្លាំងប្រដាប់អាវុធរបស់អ៊ីរ៉ង់បានឆ្លើយតបទៅនឹងលោក Trump ជាមួយនឹងការព្រមានដល់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលអំពីការវាយប្រហារដែលកាន់តែខ្លាំងក្លាទូលំទូលាយនិងបំផ្លិចបំផ្លាញជាងមុនដែលកំពុងរងចាំនៅខាងមុខយោងតាមសេចក្តីថ្លែងការណ៍ដែលចុះផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់លោក Ibrahim Zolfakhwari អ្នកនាំពាក្យទីបញ្ជាការកណ្ដាល Khaltam al-Anbiyan នៃយោធាអ៊ីរ៉ង់បាននិយាយថាសង្គ្រាមនឹងបន្តរហូតដល់មានការសោកស្ដាយនិងការចុះចាញ់ជាអចិន្ត្រៃយ៍នៃសត្រូវរបស់អ៊ីរ៉ង់នាងខ្ញុំរតនា Monica VOD